ព្រះអើយតើបុរសសង្ហាម្នាក់នេះមកពីណាគាត់ពិតជាសង្ហាណាស់សួស្ដីបុរសសង្ហាតើលោកចូលខុសបន្ទប់មែនទេតើចង់មកផឹកមួយកែវជាមួយពួកយើងដែរឬទេសុំទោសដែលខ្ញុំមកយឺតធ្វើឲ្យនាងពិបាកហើយស៊ីឈៀវសៀវនាងពិតជាមានល្បិចច្រើនមែនម្សិលមិញមិនមែននៅជាមួយបុរសហង្សាស្លៀកពាក់ញ៉ៃញ៉ៃម្នាក់នោះទេអីចុះហេតុអ្វីថ្ងៃនេះបដូរមកអ្នកថ្មីទៀតហើយក្នុងនាមជាមិត្តភក្តិខ្ញុំចង់ប្រាប់នាងថានាងមិនអាចធ្វើបែបនេះបានទេរំខានណាស់អូយតើលោកកំពុងធ្វើអ្វីនឹងតើឯងជាស្អីបានជាហ៊ានមកចង្អុលមុខស្ត្រីរបស់ខ្ញុំបើហ៊ាននិយាយមួយម៉ាត់ទៀតខ្ញុំនឹងកាត់អណ្ដាតឯងចោលកុំឲ្យនរណាម្នាក់ចូលក្បែរខ្ញុំឡើយហៅអ្នកជាមនុស្សអាក្រក់ហេតុអ្វីមិនមកជួយខ្ញុំចងចាំទុកថាស៊ូឈៀវឈៀវជាមនុស្សរបស់ខ្ញុំបើមាននរណាហ៊ានធ្វើបាបនាងទៀតលទ្ធផលនឹងដូចជាកែវស្រានេះតោះទៅកន្លែងដ៏ស្មោកគ្រោកបែបនេះមិនសមនឹងអ្នកឡើយនិយាយទៅសម្លៀកបំពាក់នេះពិតជាពិសេសណាស់តើអ្នកបានវាមកពីណាយប់មិញខ្ញុំឃើញគំនូររចនាម៉ូដសម្លៀកបំពាក់ដែលអ្នកទុកនៅលើតុទើបខ្ញុំធ្វើវាតាមគំនូរនោះយប់នេះត្រជាក់ណាស់ប្រយ័ត្នផ្ដាសាយឆាប់មើលព័ត៌មានល្បីទៅវីដេអូបុរសសង្ហាអាចកំបាំងនៅខេវកាពីយប់មិញកំពុងល្បីខ្លាំងណាស់អ្នកលេងអ៊ីនធឺណិតហៅគាត់ថាទេវបុត្រចុះពីឋានសួគ៌អូព្រះអើយទម្រង់មុខនេះរូបរាងនេះឈុតក្រុងនេះពិតជាអស្ចារ្យណាស់ឈប់សិនស្រីដែលគាត់អប់នោះមើលទៅដូចជាស៊ីឈៀលសៀវនៅផ្នែកយើងណាស់ឆាប់មើលនារីដែលគេកំពុងអប់នៅក្នុងដៃនោះហេតុអ្វីក៏ដូចស៊ូស៊ីវស៊ីវនៅផ្នែករបស់យើងម្ល៉េះស៊ូស៊ីវស៊ីវអញពិតជាលាក់បានចិត្តមែនមិត្តប្រុសរបស់ឯងមានរូបសម្រស់និងមន្តស្នេហ៍លំដាប់ខ្ពស់បែបនេះហេតុអ្វីឯងមិនប្រាប់ឲ្យឆាប់ថាកែគាត់មិនមែនជាតារាម៉ូដែលទេគាត់គ្រាន់តែជាខ្ញុំមិនខ្វល់ថាគាត់ជាអ្វីទេឥឡូវនេះនៅទូទាំងបណ្ដាញអ៊ីនធឺណិតកំពុងស្វែងរកបុរសម្នាក់នេះគាត់គឺជាដើមឈើប្រាក់ដែលដើរបានស៊ូស៊ីវស៊ីវខ្ញុំបញ្ជាឯងស្អែកត្រូវតែនាំបុរសម្នាក់នេះមកក្រុមហ៊ុនដើម្បីធ្វើជាតារាម៉ូដែលថតរូបផលិតផលថ្មីសម្រាប់រដូវកាលក្រោយរបស់យើងឲ្យតែថតបានជោគជ័យខ្ញុំនឹងដំឡើងតំណែងនិងប្រាក់ខែឯងប្រសិនបើឯងធ្វើមិនបានឬគាត់ត្រូវបានក្រុមហ៊ុនផ្សេងដណ្ដើមយកទៅឯងរៀបចំខោឲ្យចេញពីទីនេះនៅថ្ងៃស្អែកទៅយីទេអព្រះអើយតើនេះមិនមែនជាបុរសសង្ហាដែលល្បីខ្លាំងលើអ៊ីនធឺណិតទេអីរូបរាងនេះពិតជាស៊ីដាច់តារាល្បីក្នុងវិស័យកំសាន្តទាំងអស់តែម្ដងសង្ហាពេកហើយមើលខ្ទង់ច្រមុះនិងឆ្អឹងក្គាមនោះទៅតើវាមានពិតមែនទេតើសៀវសៀវសំណាងអីក៏សំណាងយ៉ាងនេះលោកម្ចាស់ទីជនខ្ញុំសូមអង្វរលោកថ្ងៃនេះជួយទ្រាំបន្តិចទៅជួយថតរូបឲ្យខ្ញុំពីរបីសន្លឹកផងបើវាខូចខ្ញុំនឹងត្រូវគេដេញចេញពីការងារហើយពួកយើងនឹងគ្មានលុយទិញមាន់បំពង់ខេសញ៉ាំទេហេបើមិនមែនយល់ដល់អាមន់បំពង់ទាំងនោះទេយើងមិនមកជន់កន្លែងដែលមានផ្សែងអាប់អួរបែបនេះឡើយប្រាប់ពួកគេឲ្យលឿនឡើងការអត់ធ្មត់របស់យើងមានកំណត់បងស្រីយ៉ាវមើលសៀវសៀវស្រីថោកទៀតម្នាក់នោះទៅនាងពិតជាបាននាំអាំនូឈួតនោះមកមែនតាពីម្សិលមិញក្នុងពិធីជួបជុំមិត្តរួមថ្នាក់នាងពិតជាបានស្អាតមានប្រយោជន៍អីនៅក្នុងមជ្ឈដ្ឋាននេះបើគ្មានអ្នកមានអំណាចជួយជ្រោមជ្រែងទេគឺគ្រាន់តែជាធូបការប៉ុណ្ណោះថ្ងៃនេះខ្ញុំនឹងឲ្យនាងដឹងថាតើនរណាជាមេនៅទីនេះអូសៀវសៀវនេះឬជាតារាម៉ូដែលដ៏អស្ចារ្យដែលអ្នកនិយាយមើលទៅក៏មិនប៉ុន្មានដែរពេញខ្លួនសុទ្ធតែភាពក្រីក្រលោកប្រធានខ្ញុំបាននាំមនុស្សមកហើយតើអាចចាប់ដើមថតបានហើយឬនៅប្រញាប់អីបើជាតារាម៉ូដែលត្រូវតែសាកល្បងម៉ូដថ្មីរបស់ក្រុមហ៊ុនយើងយកខោអាវពីរបីឈុតនេះឲ្យគាត់បដូរទៅលោកប្រធានទាំងនេះមិនមែនជាម៉ូដថ្មីរបស់ក្រុមហ៊ុនយើងទេនេះគឺជាកាកសំណល់ដែលគេបោះចោលក្នុងឃ្លាំងលោកកំពុងតែធ្វើបាបដោយចិត្តណាស់ហើយយ៉ាងម៉េចអ្នកមានយោបល់ចំពោះការរៀបចំរបស់ខ្ញុំមែនទេតើខ្ញុំជាប្រធានឬអ្នកជាប្រធានបើមិនចង់ថតទេក៏ដើរចេញទៅស្រីអាក្រក់ឯងចង់ងាប់មែនទេឯងចង់ធ្វើអីទីនេះគឺជាក្រុមហ៊ុនណាសៀវសៀវហេតុអ្វីបានជាមិត្តប្រុសរបស់អ្នកតែម្លេះតើគាត់មិនហ៊ានសាកសម្បិតតែខោអាវមួយឈុតទេអីឬមួយក៏គាត់គ្រាន់តែជាអ្នកមានតែសម្បកក្រៅមិនអាចសាកសមនឹងខោអាវទាំងនេះបានណែមិនអីទេយើងចង់ឃើញណាស់ថាតើខោអាវចាស់ពីរបីឈុតនេះអាចធ្វើអ្វីយើងបានអ្នកនាងក៏ល្បិចរបស់អ្នកនាងពិតជាអស្ចារ្យណាស់ខោអាវបែបនេះបើទោះជាទេពអប្សរចុះមកពីឋានសួគ៌ក៏ខ្លាចជាមនុស្សស្រែដែរចាំមើលពេលរូបថតចេញមកខ្ញុំចង់ដឹងថាតើស៊ីឈៀវឈៀវនៅមានមុខមាត់ឯណាសម្រាប់បន្តនៅក្រុមហ៊ុនទៀតចង់ប្រកួតជាមួយខ្ញុំនាងនៅក្មេងខ្ចីណាស់ខោអាវនេះអាក្រក់មើលពេកហើយមិនអីទេអ្នកទៅឈរទីនោះសិនទៅរៀបចំកាយវិការឲ្យមើលទៅមានអំណាចបន្តិចអូយតើអ្នកចេះធ្វើអត់ឲ្យមានអំណាចយល់ទេឥឡូវអ្នកដូចជាដង្កត់ឈើអញ្ចឹងភ្នែកត្រូវតែសាហាវកាយវិការត្រូវតែរស់រវើកអូយនេះជាតារាបង្ហាញម៉ូដដ៏អស្ចារ្យដែលអ្នកនាងរកមកមែនទេមើលទៅដូចជាធ្លុកអញ្ចឹងពិតមែនហើយគួរឲ្យចង់សើចមែនទែនបានហើយជប់ថតទៅនាំតែខាតហ្វីលទេសៀវសៀវតើសម្រាប់អ្វីដែលឯងរកមកហ្នឹងឆាប់ដេញវាចេញទៅអ្នកនាងខ្ញុំនៅលេងមិនទាន់ឆ្អែតទេក្នុងការដែលគេស្លៀកសម្លៀកបំពាក់សម័យមិនសមសាក់គេស្លៀកសម្លៀកបំពាក់បុរាណវិញទៅនោះជាឈុតពិសេសដែលអ្នកនាងរៀបចំសម្រាប់គេតាមែនហើយទៅយកសម្លៀកបំពាក់បុរាណនោះមកពួកអ្នកហួសហេតុពេកហើយនេះមិនមែនសម្រាប់មនុស្សស្លៀកទេខ្ញុំមិនថតទៀតទេសិនយកយើងទៅឈៀវឈៀវកុំខ្លាចអីយើងធ្លាប់និយាយហើយថានឹងមិនឲ្យអ្នករងការមើលងាយឡើយនៅហ៊ានខ្លាំងទៀតចាំមើលពេលដែលឯងយំទៅ
បងស្រីរឿងក្រណាត់រហែកនោះសំបីតែអ្នកសុំទានក៏មិនចង់ស្លៀកដែរចាំនាងចេញមកប្រហែលជាសំបីតែបិទបាំងគេខ្មាស់ក៏ជាបញ្ហាដែរប្រញាប់ឲ្យអ្នកថតរូបរៀបចំខ្លួនឲ្យរួចរាល់ថតរូបនាងដែលមើលទៅអាក្រក់ឲ្យបានច្រើនហើយផ្ញើវាទៅក្រុមធំរបស់ក្រុមហ៊ុនដើម្បីឲ្យគ្រប់គ្នាបានសើចសប្បាយកុំបារម្ភអីក្រោយថ្ងៃនេះស៊ូសៀវសៀវនឹងត្រូវបាត់បង់កេរ្តិ៍ឈ្មោះទាំងស្រុងនៅក្នុងក្រុមហ៊ុននេះហើយសិនយានអ្នកកុំឆេវឆាវពេកយ៉ាងច្រើនបំផុតការងារនេះខ្ញុំមិនយកទេក៏មិនអាចឲ្យអ្នករងការអាម៉ាស់បែបនេះដែរតើអ្នកណាហ៊ានប្រហើនព្រះឲ្យនេះពិតជាអភូតហេតុណាស់ត្រូវហើយបែបហ្នឹងហើយរក្សាចំហបែបហ្នឹងល្អឥតខ្ចោះណាស់ខ្សែភ្នែកនេះចរិតលក្ខណៈនេះអ្នកគឺជាទេពសង្គ្រាមពិតប្រាកដម៉ាក់ឲ្យមិនមែនជាក្រណាត់រហែកទេនេះគឺជាអាវក្រោះរបស់ទេពសង្គ្រាមពិតអស្ចារ្យណាស់រូបរាងនេះសាច់ដុំក្បាលពោះនេះខ្ញុំសុខចិត្តស្លាប់ដើម្បីគាត់មិនអាចទៅរួចទេវាមិនអាចទៅរួចទេនាងច្បាស់ជាស្លៀកសម្រាមតើហេតុអ្វីបានជាបែបនេះចង្រៃយកតើនាងស្រីថោកទាបនេះទៅរកបិសាចមកពីណាហេតុអ្វីទៅហេតុអ្វីបានជានាងអាចល្បីដល់ថ្នាក់ហ្នឹងអ្នកឆាប់នាំនាងស៊ូសៀវសៀវនិងតារាម៉ូដែលរបស់នាងមកការិយាល័យខ្ញុំភ្លាមលឿនឡើងយើងនឹងក្លាយជាអ្នកមានហើយស៊ូសៀវសៀវអ្នកស្មានថាអ្នកឈ្នះមែនទេនៅចំពោះមុខដើមទុនពិតប្រាកដអ្នកមិនមែនជាអ្វីទាំងអស់ហេដើមឈើប្រាក់របស់ពួកយើងអូមិនមែនទេតារាល្បីរបស់ពួកយើងមកដល់ហើយឆាប់អញ្ជើញអង្គុយកុំប៉ះពាល់យើងហាមានចរិតផ្ទាល់ខ្លួនខ្ញុំចូលចិត្តណាស់រូបភាពត្រជាក់បែបនេះឥឡូវកំពុងពេញនិយមបំផុតស៊ូសៀវសៀវលើកនេះឯងពិតជាបានធ្វើរឿងល្អសម្រាប់ក្រុមហ៊ុនហើយប៉ុន្តែឯងក៏ដឹងដែរក្រុមហ៊ុនយើងជាក្រុមហ៊ុនភ្នាក់ងារអាជីពតម្លៃពាណិជ្ជកម្មរបស់លោកសិនឥឡូវនេះគឺមិនអាចកាត់ថ្លៃបានទេត្រូវការក្រុមការងារអាជីពបំផុតដើម្បីរៀបចំថៅកែតើលោកចង់មានន័យថាម៉េចសញ្ញាណគឺខ្ញុំជាអ្នករកមកការរចនានិងការតុបតែងខ្លួនរបស់គាត់គឺខ្ញុំជាអ្នកទទួលខុសត្រូវទាំងអស់សៀវសៀវឲ្យឯងនៅក្មេងពេកហើយអ្នករចនាម៉ូដកម្រិតទាបដូចជាឯងតើស្គាល់អ្វីទៅជាការទាញយកផលប្រយោជន៍ពីភាពល្បីល្បាញទេស្គាល់អ្វីទៅជាប្រតិបត្តិការមូលធនទេឯងនៅក្បែរគាត់មានតែធ្វើឲ្យរាំងស្ទះផ្លូវរបស់គាត់ប៉ុណ្ណោះលោកសិននេះគឺជាប្រាក់កម្រៃចុះកិច្ចសន្យា10លានឲ្យតែលោកចុះហត្ថលេខាលើកិច្ចសន្យានេះបោះបង់ស៊ូសៀវសៀវចោលហើយមកចុះកិច្ចសន្យាជាមួយក្រុមហ៊ុនយើងតែម្នាក់ឯងខ្ញុំធានាថាមិនដល់កន្លះឆ្នាំផងលោកនឹងក្លាយជាតារាកំពូលក្នុងវិស័យសិល្បៈឡានទំនើបវីឡាស្រីស្អាតអ្វីដែលលោកចង់បាននឹងមានទាំងអស់សន្យានស៊ូសៀវសៀវឯងនៅមិនទាន់យល់ទៀតមែនទេលោកសិនឥឡូវនេះគឺជានាគនៅលើមេឃចំណែកឯងគ្រាន់តែជាដុំភក់នៅលើដីប៉ុណ្ណោះតើឯងនៅចង់មកតោងទាមរារាំងអនាគតរបស់គាត់ទៀតបើដឹងខ្លួនហើយឆាប់ថយចេញទៅស្រីល្ងងតើនៅក្នុងភ្នែករបស់ខ្ញុំក្រដាសឥតប្រយោជន៍ពីលោកគេនេះអាចប្រៀបធៀបនឹងសក់មួយសរសៃរបស់អ្នកបានទេ10លានបាទ10លានបើអ្នកគិតថាមិនគ្រប់យើងអាចបន្ថែមទៀតឲ្យតែអ្នកព្រមបោះបង់នាងទៅអញនេះគឺជាលុយពិតណាខ្ញុំត្រូវបាននាងរើសមករកជាតិរកភពខ្ញុំជារបស់ស៊ូសៀវសៀវតែម្នាក់គត់ពួកមនុស្សសាមញ្ញដូចជាអ្នកតើមានតម្លៃអ្វីយកក្រដាសឥតប្រយោជន៍បែបនេះមកប្រមាថសេចក្តីស្រឡាញ់របស់ខ្ញុំអញឈួតហើយតែអញដឹងទេថាអញកំពុងបដិសេធអ្វីនៅជាមួយស្រីក្រីក្រម្នាក់នេះអញនឹងគ្មានថ្ងៃមានអនាគតឡើយពិតមាត់បើហ៊ាននិយាយមិនសមរម្យដាក់នាងទៀតខ្ញុំនឹងដកអណ្ដាតអញចេញល្អណាស់មិនចង់ទទួលសំណើល្អបែរជាចង់ទទួលទុនកម្មស៊ូសៀវសៀវអ្នកគិតថាអ្នកទាំងពីរអាចរត់រួចឬសន្តិសុខបិទទ្វារឲ្យចិត្តស៊ូសៀវសៀវមើលកិច្ចសន្យាការងាររបស់អ្នកឲ្យច្បាស់ទៅអ្នកបានប្រើប្រាស់ធនធានក្រុមហ៊ុនដើម្បីលើកស្ទួយម៉ូដែលដោយខ្លួនឯងនេះគឺជាការរំលោភកិច្ចសន្យាយ៉ាងធ្ងន់ធ្ងរបើចង់ចាក់ចេញត្រូវតែសងសំណងក្រុមហ៊ុនចំនួន5លានយ៉នបើមិនដូច្នោះទេខ្ញុំនឹងប្តឹងអ្នកទៅតុលាការឲ្យអ្នកជាប់គុកស៊ូឈៀវខ្ញុំផ្ដល់ឱកាសចុងក្រោយឲ្យនាងមិនថានាងចាក់ចេញដោយស្ដាប់បង្គាប់ហើយទុកសេនយួននៅទីនេះឬរៀបចំប្រាក់5លានសម្រាប់សំណងការបំពេញកិច្ចសន្យាឬជាប់គុក8ទៅ10ឆ្នាំបងខ្លាយនិយាយជាមួយខ្មោចក្រីក្រនេះធ្វើអីបើនាងអាចរកលុយ5លានបានជ្រូកប្រហែលជាអាចឡើងដើមឈើបានហើយប្រញាប់ហៅប៉ូលីសមកចាប់នាងទៅអ្នកទាំងអស់គ្នាកំពុងគំរាមកំហែងយកប្រាក់សេនយួនមិនដែលប្រើប្រាស់ធនធានរបស់ក្រុមហ៊ុនតតែសោះសម្លៀកបំពាក់គឺជាការរចនារបស់ខ្ញុំរូបថតត្រូវបានអ្នកផ្សេងបង្ហោះលើអ៊ីនធឺណិតចុះយ៉ាងម៉េចក្នុងកិច្ចសន្យាបានសរសេរយ៉ាងច្បាស់ថារាល់ផលិតផលក្នុងអំឡុងពេលបំពេញការងាររបស់អ្នកគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនទៅពន្យល់ប្រាប់ចៅក្រមទៅចាំមើលថាតើពួកគេជឿអ្នកឬជឿក្រុមច្បាប់របស់ក្រុមហ៊ុនខ្ញុំតើខ្ញុំពិតជាចង់បំផ្លាញសេនយួនមែនទេខ្ញុំមិនអាចធ្វើឲ្យគាត់ពាក់ព័ន្ធបានទេមិនអីទេខ្ញុំនឹងចាក់ចេញសេនយួនអ្នកនៅទីនេះចុះពួកគេនឹងផ្ដល់ធនធានដ៏ល្អបំផុតឲ្យអ្នកនឹងក្លាយជាតារាដ៏ល្បីល្បាញស្រីល្ងងតើនាងដឹងទេថានាងកំពុងនិយាយអ្វីខ្ញុំធ្លាប់និយាយហើយថាគ្រប់ជាតិសាសន៍សេនយួនជារបស់នាងតែម្នាក់គត់អ្នកណាហ៊ានបំបែកយើងនឹងធ្វើឲ្យពួកគេលីជីផេះខ្ញុំនឹងយកជីវិតអាមនុស្សឈួតដែលមិនស្គាល់មេឃដីម្នាក់នេះសេនយួនប្រយ័ត្ន